សួស្តីបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពរបស់កូនខ្ញុំអាយុ2ខួបនៅពេលដែលគាត់មកដល់កន្លែងដាក់ស្បែកជើងមានន័យថាខ្ញុំប្រាប់គាត់តែម្ដងទេហើយទៅពីលើកក្រោយដាក់ស្រួលមើលទៅមកដល់កន្លែងដាក់ដដាលខ្ញុំលឿនប្រាប់គាត់ទេមានន័យថាខ្ញុំដូចគាត់នេះចាំមើលគាត់អាចទុកនៅណាចេះទុកដាក់អត់ដល់ពេលដែលខ្ញុំអត់ប្រាប់ដំបូងគឺយើងប្រាប់គាត់បើសិនប្រាប់ឲ្យគាត់ចាំដល់ពេលបន្តមកគឺគាត់អាចចេះទុកដាក់ខ្លួនឯងមិនមែនតែស្បែកជើងទេសូម្បីសម្រាប់ដូចគ្នាសម្រាប់ដាក់ស្រួលមើលទៅដាក់ស្រួលឲ្យនាំគាត់ឲ្យស្គាល់កន្លែងលឿនគាត់អាចយកចោលបានដោយសារនេះមិនមែននៅផ្ទះគាត់ស្គាល់កន្លែងទុកនៅណាខ្ញុំគាត់តាមទៅគឺយកសម្រាប់ចោលដូចគ្នាអញ្ចឹងក្មេងៗយើងបរៀនគាត់តាំងពីនៅទូចចេះទម្លាប់ល្អអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូនេះសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពរបស់កូនខ្ញុំអាយុ2ខួបទៅពេលនេះគាត់មកដល់កន្លែងដាក់ស្បែកជើងមានន័យថាខ្ញុំប្រាប់គាត់តែម្ដងទេហើយទុកនៅណាក្រោយមកដល់កន្លែងដាក់ដដាលខ្ញុំអត់ប្រាប់គាត់ទេមានន័យថាខ្ញុំលួចថតគាត់នេះចាំមើលគាត់អាចចេះទុកដាក់អត់ដល់ពេលដែលខ្ញុំអត់ប្រាប់ដំបូងគឺយើងប្រាប់គាត់បើសិនប្រាប់ឲ្យគាត់ចាំដាក់ស្រួលមើលទៅដាក់ស្រួលបន្តមកគឺគាត់លឿនចេះទុកដាក់ខ្លួនឯងមិនមែនតែស្បែកជើងទេសូម្បីសម្រាប់ដូចគ្នាទុកនៅណាឲ្យនាំគាត់ឲ្យស្គាល់កន្លែងគាត់អាចយកចោលបានដោយសារនេះមិនមែននៅផ្ទះគាត់ស្គាល់កន្លែងទុំសម្រាប់អញ្ចឹងខ្ញុំគាត់តាមទៅគឺយកសម្រាប់ចោលដូចគ្នាអញ្ចឹងក្មេងៗដាក់ស្រួលមើលទៅដាក់ស្រួលរៀនគាត់តាំងពីនៅទូចចេះលឿនទុកនៅណាដាក់ស្រួលមើលទៅដាក់ស្រួលលឿនទុកនៅណា